ជំរាបសួរលោកស្រីបងប្អូនកូនចៅនិងសិស្សគុណទាំងឡាយឥឡូវនេះយើងបន្តមេរៀនយើងតទៅទៀតគឺដំណេកដែលខុសតំណែងតើដំណេកដែលខុសតំណែងនឹងយ៉ាងណាហើយកាលណាបើយើងគេងនៅក្នុងដំណេកមួយដែលខុសតំណែងនោះនឹងទទួលឥទ្ធិពលបែបណានៅក្នុង4ហុងស៊ុយបាននិយាយថាគូស្វាមីត្រូវគេងក្នុងតំណែងនាគហើយស្ត្រីដែលជាភរិយាត្រូវគេងតាមតំណែងស្វាមីគឺតំណែងនាគបាទបុរសបាទទោះជាមានគូស្រករក៏ដោយនៅលីវក៏ដោយពោះម៉ាយក៏ដោយត្រូវគេងតំណែងនាគចំណែកស្ត្រីដែលមានប្តីមានស្វាមីហើយដូចជំរាបហើយថាគេងតំណែងនាគទៅតាមស្វាមីប៉ុន្តែស្ត្រីដែលឥតមានគូគឺស្ត្រីដែលនៅលីវឬក៏ស្ត្រីដែលមេម៉ាយយើងនិយាយពាក្យងាយថាមេម៉ាយហើយគាត់គិតថានឹងរកដៃគូដើម្បីកំដរជីវិតដើម្បីជួយគ្នានោះគាត់ត្រូវគេងតំណែងខ្លាបាទអញ្ចឹងប៉ុន្តែប្រសិនបើបុរសទៅគេងតំណែងខ្លាមានន័យថាផ្ទុយហើយស្ត្រីទៅគេងតំណែងនាគក៏មានន័យថាផ្ទុយដូចគ្នាដូច្នេះបើបុរសណាបាទទៅគេងតំណែងខ្លាមានន័យថាចាប់ពី5ឆ្នាំទៅ8ឆ្នាំទៅវានឹងបដូរចរិតបាទវាទៅជាបុរសបាទប្រុសចរិតស្រីឯស្ត្រីដែលគេងតំណែងនាគបាទនៅលីវឬក៏មេម៉ាយគេងតំណែងនាគមានន័យថាគាត់គេងតំណែងបុរសចឹងហើយកាលណាគេងយូរទៅគាត់នឹងត្រូវបដូរចរិតមានន័យថាវាទៅជាស្ត្រីបាទទៅជាស្រីចរិតប្រុសបាទក្នុងន័យថាស្រីចរិតប្រុសនិងប្រុសចរិតស្រីបាទអ្នកទាំងអស់គ្នាយល់ហើយបាទចឹងហើយបានឥឡូវនេះយើងឃើញថាមានស្ត្រីស្រីគាត់យកគ្នាជាប្តីប្រពន្ធបាទចឹងទៅហើយប្រុសខ្លះក៏មានយកប្រុសដូចគ្នាជាគូស្វាមីភរិយាចឹងទៅនេះដោយសារគាត់គេងខុសតំណែងបាទប្រុសទៅគេងតំណែងស្រីទៅគេងតំណែងប្រុសដូច្នេះហើយបាទយើងទាំងអស់គ្នាដែលប្រុសចង់បានចរិតជាប្រុសមែនតែនហើយស្រីចង់បានចរិតស្ត្រីមែនតែនបាទយើងមិនគួរគេងខុសតំណែងទេគឺប្រុសត្រូវគេងតំណែងនាគហើយស្រីត្រូវគេងតំណែងខ្លា